ការលុបវាទេដោយសារតែឯកសារសំខាន់ៗគឺខ្ញុំទុកនៅក្នុងហ្នឹងអញ្ចឹងពេលដែលយើងឈូស Windows ទៅក៏អត់បាត់ឯកសារសំខាន់ៗរបស់យើងដែរហើយយើងទុកក្នុង drive D សួស្តីអ្នកនរនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញអ្នកនរអំពីរបៀបនៃការឈូស Windows ឬក៏ set up Windows ថ្មីដោយខ្លួនឯងដែលគ្រាន់តែប្រើ flash មួយនេះតោះមកខាតពេលយូរទស្សនាទាំងអស់គ្នាពេលអ្នកនរដោត USB នៅក្នុងកុំព្យូទ័ររបស់អ្នកគ្នាហើយអ្នកគ្នាឯងចុចអ្នកគ្នាអាចចុច F12 ចុច F12 រហូតមកបន្ទាប់ពីចុច F12 រហូតហើយវានឹងចេញបែបនេះវាចេញបែបនេះនេះតោះមកអ្នកគ្នាគ្រាន់តែធ្វើការតាមការណែនាំរបស់វាមកយើងចូលមកកាន់ next នេះមកតោះមកយកវាថា install now តោះមកកន្លែងនេះអ្នកគ្នាគ្រាន់តែចុចពាក្យថា I accept ហើយចុចពាក្យថា next កន្លែងនេះអ្នកគ្នាយកពាក្យថា custom install Windows only ជាកន្លែងហ្នឹងមកបន្តមកទៀតនៅត្រង់កន្លែងនេះអ្នកគ្នាអាចជ្រើសរើសកន្លែងទីតាំងដែលអ្នកគ្នាសម្រាប់ដាក់ Windows បានយើងឧទាហរណ៍កន្លែងនេះយើងត្រូវលុបចោលអស់ដោយសារម៉ាន់មេហ្នឹងវាជាអញ្ចឹងថាវាជានេះរបស់ Windows ទេយើងចឹងយើងលុបចោលអស់មកនេះ100 MB ហ្នឹងយើងលុបចោលវាអស់មកចុចលុបវាហើយចុច delete មក partition នេះ partition 53.7G នេះគឺជា drive C ដែលខ្ញុំចាំបានដោយសារកុំព្យូទ័រនេះខ្ញុំធ្លាប់ឆែកមើលជា drive C អញ្ចឹងខ្ញុំត្រូវការលុប drive C ចោលដើម្បីបង្កើតជា drive C ថ្មី set up Windows ចូលនៅក្នុងនឹងថ្មីតមកទៀតនេះ Mero បែបនេះអី partition 1នេះយើងលុបចោលអស់ទៅ500 MB អីហ្នឹងលុបចោលអស់ទៅចំពោះឯកសារនៅក្នុង drive នេះនេះជានៅក្នុង drive នេះគឺ 64.8G អញ្ចឹងខ្ញុំអត់ត្រូវការលុបវាទេដោយសារតែឯកសារសំខាន់ៗគឺខ្ញុំទុកនៅក្នុងហ្នឹងអញ្ចឹងពេលដែលយើងឈូស Windows ទៅក៏អត់បាត់ឯកសារសំខាន់ៗរបស់យើងដែរហើយយើងទុកក្នុង drive D អញ្ចឹងខ្ញុំចុចត្រង់ drive C មកយើងចុចវាថា next តែម្ដងបន្ទាប់ពី next ហើយនៅពេលដែលវាដើរនេះចប់យើងនឹងទទួលបាន Windows ថ្មីហើយនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូបន្ទាប់